វឲ្យបងប្អូនទាំងអស់គ្នាកាន់តែផ្ទុះហើយសៀមក៏បានទទួលបាបកម្មបោះសៀមក៏បានមកបណ្ដាហើយដែលចោតខ្មែរថាខ្មែរមាន scam online ច្រើននោះឲ្យបានជួអ្នកកសែតបរទេសឲ្យផ្សាយអាក្រក់ពីខ្មែរនោះឥឡូវនេះវេនកម្មដល់ខ្លួនឯងហើយបងប្អូនទាំងអស់គ្នាចាំតាមដានកងកម្លាំងការពារព្រំដែនប៉ោយញយដោយសហការជាមួយអាជ្ញាធរអាល្លឺម៉ង់និងភ្នាក់ងារសន្តិសុខរាប់បានចុះប្រតិបត្តិការរុះរើបណ្ដាញគ្រឿងញៀនអន្តរទ្វីបដោយរឹបអូសបានកញ្ចប់គ្រឿងញៀនទម្ងន់ 1.2 តោនដែលមានតម្លៃក្នុងទីផ្សារងងឹតលើសពី425 លានបាតគ្រឿងញៀនទាំងអស់នេះត្រូវលាក់ទុកក្នុងទូកុងតឺន័រដែលដឹកជញ្ជូនពីប្រទេសសៀមតាមរយៈកំពង់ផែអំប៊ិកនៅប្រទេសអាល្លឺម៉ង់មុនពេលជនសង្ស័យទាំង9នាក់ត្រូវបានចាប់ខ្លួនបាយការបានបង្ហាញថាបណ្ដាអក្រិតជននេះបានកេងប្រវ័ញ្ចនិងប្រើប្រាស់ផ្លូវដឹកជញ្ជូនពាណិជ្ជកម្មនិងខ្សែសង្វាក់កត់ផ្គង់អន្តរជាតិផងដែរដើម្បីកិច្ចវេះពីការរកឃើញពួកគេបានដឹកជញ្ជូនតាមទូកុងតឺន័រដែលប្រកាសមិនពិតទេជាអន្តទានពាណិជ្ជកម្មស្របច្បាប់ដែលមានប្រភពពីប្រទេសថៃឲ្យឆ្លងកាត់កំពង់ផែហំប៊ិកប្រទេសអាល្លឺម៉ង់ជាមួយនឹងគោលដៅចុងក្រោយនៅប្រទេសអូឡូញផងដែរបងប្អូនទាំងអស់គ្នានេះគឺជាប្រទេសមួយដែលល្បីល្បាញថាប្រទេសអ្នកមានជាងគេស្ដុកស្ដំជាងគេថ្លៃថ្នូរជាងគេជឿនលឿនជាងគេប៉ុន្តែផ្ទុយទៅវិញគឺជាប្រទេសពោពេញទៅដោយគ្រឿងញៀនបងប្អូនទាំងអស់គ្នាអើយកុំភ្លេច share វីដេអូខ្ញុំម្នាក់មួយផងវាធ្វើបាបកម្មជាមួយកម្ពុជាវាផ្សព្វផ្សាយលៀបពណ៌កម្ពុជាឥឡូវនេះរកឃើញផុសតាំងប៉ាត់ប្រកាសឲ្យបងប្អូនកុំភ្លេច share វីដេអូខ្ញុំផងណាបងប្អូនទាំងអស់គ្នា